វិទ្យានិស្សិតនៅប្រទេសបារាំងថ្លៃអាហារតាមហាងគេគឺថ្លៃប៉ុន្តែនឹងអាហារគេពិតជាឆ្ងាញ់មែនខ្ញុំចូលចិត្តតែជីវិតជានិស្សិតលុយចាយតិចដែរទេប្រាក់ខែតិចអញ្ចឹងជាទូទៅចុងសប្តាហ៍ខ្ញុំទៅផ្សារទិញម្ហូបអញ្ចឹងតោះយើងទៅមើលតែក្នុងផ្សារគេមានអីគេខ្លះអញ្ចឹងនេះគឺសាច់ក្រកក្រៀមបារាំងសូស៊ីសុងរសជាតិវារៀងប្រៃបន្តិចអត់ដូចសាច់ក្រកខ្មែរយើងទេតែឆ្ងាញ់យ៉ាងហើយដល់ពេលអានេះវិញសាច់ក្រកហត់ដកយើងធម្មតាហ្នឹងមានរសជាតិសាច់ជ្រូកសាច់មាន់សាច់គោយើងមកដល់ផ្នែកគេលក់នំប៉័ងនៅណាអាចថាអាហារធំរបស់គេឯងគឺគេញ៉ាំនំប៉័ងនឹងឯងហើយខ្ញុំក៏ផ្លាស់ប្ដូរមកដូចគេដែររសជាតិនំប៉័ងផ្សារទំនើបអត់សូវឆ្ងាញ់ហ្មងទេវាទៅមកញ៉ាំបានបើចង់ញ៉ាំឆ្ងាញ់ទិញនៅតាមហាងនំប៉័ងវិញហើយច្បាប់ផ្សារជាក់ស្ដែងនំប៉័ងនៅនេះគឺពិតជាឆ្ងាញ់មិនឆ្ងាញ់ជាងនៅខ្មែរអញ្ចឹងបើបានមកប្រទេសបារាំងគួរតែភ្លក់នំប៉័ងឲ្យបានច្រើនតែចូលតាមហាងទូចវិញណានេះគឺជា fromage របស់គេហើយប្រភេទមានលើសពី1000ប្រភេទទៀតច្រើនខ្ញុំក៏ភ្លក់បានតែ20ប្រភេទដែរទេប្រហុកគេចេញមកមានច្រើនទម្រង់មានអាខ្លះមូលជ្រុងអាខ្លះបេះដូងទៀតស្អាតមួយយ៉ាងលិនអាខ្លះរៀងឆួលខ្លះក៏ស្អុយហើយរសជាតិវិញរៀងប្រៃបន្តិចប៉ុន្តែឆ្ងាញ់បើសិនជាអ្នកទាំងអស់គ្នាបានមកលេងប្រទេសបារាំងគួរតែភ្លក់ប្រហុកគេឲ្យបានច្រើនយកបទពិសោធន៍ដូចតែគេទៅលេងខ្មែរគេភ្លក់ប្រហុកខ្មែរអញ្ចឹងនេះផ្នែកគេលក់សាច់និយាយទៅនៅនៅញ៉ាំសាច់រៀងប្លែកដែរដូចញ៉ាំសាយញ៉ាំសេះខ្ញុំអត់ដែរញ៉ាំទេអត់ដែរហ៊ានសាសូម្បីតែមាន់ក៏មានច្រើនប្រភេទទៀតមានមាន់ធម្មតាអាមាន់កសិកម្មហើយមាន់ទុគីសាច់កូននៅនេះថ្លៃខ្លាំងអត់សូវហ៊ានទិញញ៉ាំម៉ានេះនិយាយទៅនៅនេះសាច់តែថោកមានតែសាច់មាន់ហើយនិងសាច់ជ្រូកចំពោះគ្រឿងសមុទ្រដោយសារតែខ្ញុំនៅជាប់សមុទ្រហ្មងអញ្ចឹងតម្លៃទទួលយកបានដូចបកាប្រភេទត្រីមួយចំនួនអញ្ចឹងហើយត្រីខ្ញុំចូលចិត្តហ្នឹងសាឌីននិយាយទៅត្រីខត្រីផ្សេងទៀតបានភ្លក់អត់ចូលចិត្តរសជាតិមិនតាណាគ្រឿងសមុទ្រផ្សេងទៀតហ្នឹងមានដូចជាក្រូមគេអត់មានលក់ក្តាមទេក្តាមណាស់ណាធំប្លែកតែផ្សារទៅវត្តមានឥឡូវនេះយើងមកដល់ផ្នែកបន្លែផ្លែឈើអ្វីដែលគួរកត់សម្គាល់នោះគឺបន្លែគេថ្លៃនិយាយទៅតម្លៃបើធៀបមួយខ្មែរថ្លៃខ្លាំងហើយដោយសារតែយើងដឹងតម្លៃនៅខ្មែរហើយដល់ពេលឃើញអញ្ចឹងអត់សូវហ៊ានទិញទេប៉ុន្តែនៅតែទិញអញ្ចឹងហើយបន្លែនៅនេះប្លែកប៉ុន្តែយើងរកបន្លែដូចនៅខ្មែរអត់សូវបានទេនិយាយទៅសឹងតែអត់មានហ្មងអញ្ចឹងធ្វើម្ហូបខ្មែរឯងពិបាកបន្តិចផ្លែឈើវិញនៅនេះសាប៊ូប៉ោមផ្លែប៉េះពួក cherry strawberry អីហើយតម្លៃគួរសមទទួលយកបានហើយឆ្ងាញ់ដល់ពេលផ្លែឈើដូចនៅតំបន់អាស៊ីត្រូពិកខ្ញុំមិនច្បាស់ដែរទេប្រហែលជាលើកឧទាហរណ៍ពីចេកបានស្វាយអីសនាំចូលពេលខ្លះម្បាក់រោបន្តិចរត់បានពេលខ្លះត្រូវឡើងទៅក្រុងដើម្បីទិញមកវិញនេះជាផ្នែកបន្លែនិងសាច់កកកាលនៅខ្មែរយកតែរបស់ស្រស់មកធ្វើម្ហូបតែដល់ពេលមកនៅណាការងារច្រើនហើយផ្សារឆ្ងាយពីផ្ទះផងអញ្ចឹងរបស់អស់ហ្នឹងគឺផ្ដល់ភាពងាយស្រួលហើយរសជាតិវិញអត់អីទេទទួលយកបានឥឡូវយើងមកដល់ផ្នែកគ្រឿងទេសចំពោះខ្ញុំគ្រឿងទេសគេប្លែកមកភ្លក់ដែរទេដូចមានស្លឹករុក្ខជាតិហើយម្ទេសគេមានច្រើនធឺមកពីច្រើនតំបន់ប៉ុន្តែតម្លៃម្ទេសគឺថ្លៃយើងមកដល់ប៉ែកនំម្ដងនៅនេះគឺគេចូលចិត្តអាពួកនំនៃគេអស់ហ្នឹង chips ហើយនឹងពួកនំផ្អែមនិយាយទៅនៅនេះគឺគេចូលចិត្តហ្មងរបស់ផ្អែមហើយនំគេមានច្រើន brand name មាននិយាយទៅចម្រុះប្លែកហ្មងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នាពេលក្រោយ